បន្ទាប់ពីយើងបានប្រមូលបន្ទុកហើយណែយើងបានប្រមូលបន្ទុកតាមជាន់មួយរួចហើយអញ្ចឹងយើងចូលមកដល់ការបង្កើតណាលកខេសបន្ទុកលកខេសមួយអញ្ចឹងយើងដើម្បីបង្កើតនឹងបានយើងចូលទៅកម្មវិធី robot យើងមកណាក្នុង model របស់យើងតមកយើងចូលកន្លែង load ណាកន្លែង load នេះហើយរើសពាក្យ load ថែមណាចឹងការពីវីដេអូមុនយើងបានបង្កើតនេះហើយការបើសិនយើងបើកថ្មីវា load មក download មួយអញ្ចឹងយើងបាន modify ទៅជា surface ហើយបន្តមកទៀតយើងនឹងធ្វើការបង្កើតណាតាមណាអញ្ចឹងយើងចែក screen វាជា2មកដើម្បីងាយអញ្ចឹងទី1ហើយ surface ហើយអញ្ចឹងទី2យើងដាក់មកទី2វាស្អីទី2ណា copy vàoនេះមកណា copy កន្លែងនេះមក copy មកកន្លែងនេះក៏ដូចគ្នាដែរអញ្ចឹង add មក2ហើយ3កន្លែងនេះដាក់ជាអញ្ចឹងក៏បានកន្លែងនេះយើងមិនដាក់ editorial អីក៏បានដាក់ជាអញ្ចឹងក៏បានអញ្ចឹង10ចឹង20ក៏បានកន្លែងហ្នឹងចឹងអាចដាក់អញ្ចឹងក៏បានដែរមិនអីចឹងយើងមកផាសវាមក add ទៅមួយចឹងបន្តរហូតដល់អស់មកចឹងទៅមក steer download steer download steer ហើយ download lib នេះ download ចនាយន្តកន្លែងហ្នឹងនៅសល់ download ទៀតគឺ download រូប download នៅតំបល់នេះចិនតំបល់ចឹងយើងបានបង្កើត download ឲ្យហើយនៅសល់គឺសល់ live load អូកន្លែងនេះ live load រូបបានត្រូវកន្លែងនេះសំកាយបន្តិចមកណាចឹង live load ដំបងដាក់គេ live load packing យើង copy មកហើយយើងផាសកន្លែងនេះដែរហើយកន្លែងនេះដូរមក live load ដាក់ live load មកហើយយើងចុច add ទៅទៀតណាបន្តមកតាមតារាងនឹងមកចឹងយើងធ្វើអញ្ចឹងរហូតដល់អស់ទៅណាមួយណាមកយើង copy មកចូលណា corridor ផ្លូវដើរកន្លែងនេះយើងដាក់ផ្លូវដើរនៅសល់ណា download online load steer ចឹងយើងបានយើង add ទៀតមកហើយនេះ live load lib យើងធ្វើអញ្ចឹងទៀតមកមួយហើយ add ទៅចុងក្រោយគេគឺ live load រូប live load តំបល់ហ្នឹង copy មក Ctrl C ហើយចឹងដាក់មកតែកន្លែងនេះត្រូវដូរកន្លែងនេះណាស់ឈើវាយើងមើលកន្លែងណាស់ឈើវាកន្លែងនេះកន្លែងនេះវាជា live load រូបអញ្ចឹងយើងត្រូវដូរកន្លែងនេះមក live load រូបយើងយកsnow មកហើយកន្លែងនេះយើងយក live load រូបមករូប live មកហើយហ្នឹងមកហើយយើងចុច add ទៅចឹងយើងឃើញថាអស់ហើយលេខរៀងវា14អានេះក៏14កន្លែងនេះក៏14កន្លែងនេះក៏14អញ្ចឹងវាត្រូវហើយចឹងបានយើង close វាទៅហើយយើងបើកវា full វិញមក
ចឹងក្រោយពីបង្កើតហើយយើងចូលទៅមើលកន្លែងនេះថាវាមានអត់ណាចឹងវាមានពី1ដល់14ដែលយើងបង្កើតបាញ់ណាចឹងក្រោយបង្កើតបានហើយយើងធ្វើការចាក់បន្ទុកហើយការចាក់បន្ទុករបស់យើងទៅមើលតាមខេសហ្នឹងហើយមាន software តែសម្រាប់ software នេះគឺយើងអត់បាក់ចាក់វាទេឲ្យវាគិតនៅក្នុងកម្មវិធីហ្នឹងដែរហើយការចាក់បន្ទុកគឺណាយើងយកតម្លៃតារាងយកចេញពីកន្លែងនេះណាពីអ្វីដែលយើងអានប្រម៉ូលហ្នឹងណាពីអ្វីដែលយើងអានប្រម៉ូលហ្នឹងមកហើយយើងយកទៅចាក់នៅក្នុង model របស់យើងណាទាំងមូលណាចឹងសម្រាប់ការចាក់បន្ទុកហ្នឹងយើងនឹងចាំវីដេអូក្រោយទៅហើយវីដេអូនេះខ្ញុំបង្ហាញតែការ log cache តែប៉ុណ្ណេះឯងហើយសូមអរគុណដែរហើយកុំភ្លេចជួយ subscribe ខ្ញុំម្នាក់មួយផងបាទសូមអរគុណច្រើនសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត